ជួយផងមានក្រពើធំមួយកំពុងតែខំហាយពពែនឹងករបស់អ្នកភូមិយើងនេះអស់ឥឡូវហើយលឿនឡើងកពពែនៅទីនេះទាំងអស់តើក្រពើនៅឯណាហាហាពូមីងចាញ់បោកខ្ញុំហើយនេះគ្មានក្រពើឯណាទេខ្ញុំគ្រាន់តែនិយាយលេងសោះអូយជួយផងពោះចឹកខ្ញុំហើយអូយឈឺណាស់សម្បូរកូនឯងត្រូវពោះចឹកត្រង់ណាកូនហាខ្ញុំបោកបានសម្រេចទៀតហើយគ្មានពោះឯណាទេខ្ញុំគ្រាន់តែដួលលេងសោះម៉ែជួយផងពូមីងមានចោរកំពុងតែលួចពពែរបស់គ្រួសារខ្ញុំហើយឆាប់សម្ដែងទៅសម្បូរអើយឯងទៅលេងកន្លែងផ្សេងទៅកាលមុនក្រពើស៊ីគោស៊ីពពែម្សិលមិញពោះចឹកទៀតកុំមកប្រាល្បិចដដែលពួកយើងមិនចាញ់បោកឯងទេនៅក្នុងភូមិមួយមានក្មេងប្រុសម្នាក់ឈ្មោះសម្បូរគេគឺជាក្មេងកំហួចថ្ងៃមួយសម្បូរអង្គុយនៅលើដើមឈើគេសម្លឹងទៅមើលអ្នកភូមិក៏នឹកឃើញល្បិចចង់លេងសើចសម្បូរលោតចុះពីលើដើមឈើរួចរត់ត្រហេបត្រហប់សម្ដែងធ្វើជាភ័យស្លន់ស្លោសម្ដែងទៅរកអ្នកភូមិជួយផងមានក្រពើធំមួយកំពុងតែខំហាយពពែនឹងករបស់អ្នកភូមិយើងនេះអស់ឥឡូវហើយលឿនឡើងអ្នកភូមិឮដូច្នេះហើយក៏ភ័យតក់ស្លុតយ៉ាងខ្លាំងពួកគាត់នាំគ្នាស្ទុះស្ទាទាញយកដំបងអ្នកខ្លះកាន់ចងរួចនាំគ្នារត់តាហេបតាហប់យ៉ាងលឿនសម្ដៅទៅរកពពែនិងករបស់ពួកគាត់ដោយញើសជុកខ្លួនប៉ុន្តែពេលទៅដល់ពួកគាត់មិនឃើញមានអ្វីឡើយទិដ្ឋភាពស្ងាត់ជ្រងំមានតែសត្វគោនិងពពែកំពុងទំពីស្មើតាមសម្រួលមានស្រមោលក្រពើសំបីតែបន្តិចឯណាក្រពើទៅឯណាក្រពើកូនពពែនៅទីនេះទាំងអស់តើក្រពើនៅឯណាហាហាពូមីងចាញ់បោកខ្ញុំហើយនេះគ្មានក្រពើឯណាទេខ្ញុំគ្រាន់តែនិយាយលេងសោះនាំគ្នារត់មកចង់ដាច់ខ្យល់មើលចុះមុខអ្នកទាំងអស់គ្នាពេលភ័យមកពេលគួរឲ្យចង់សើចណាស់ហើយឯងនេះរពឹសខុសរឿងហើយសម្បូរមិនត្រូវយកក្តីសុខអ្នកដទៃមកធ្វើជាល្បែងលេងសើចសប្បាយនោះទេចាំទុកណាប្រយ័ត្នថ្ងៃណាមួយឯងជួបគ្រោះថ្នាក់មែនទែននឹងគ្មានអ្នកណាគេជឿតោះគ្នាយើងនាំគ្នាទៅផ្ទះវិញហើយចាំម៉ែណាក្មេងនេះវ៉ៃអូយជួយផងពោះចឹកខ្ញុំហើយអូយឈឺណាស់ពូវាយខំជើងខ្ញុំហើយជួយផងមិត្តភ័ក្តិទាំងពីររបស់សម្បូរភ័យតក់ស្លុតរហូតដល់យំពួកគេប្រញាប់រត់យ៉ាងលឿនត្រឡប់ទៅក្នុងភូមិដើម្បីហៅមនុស្សចាស់ឲ្យមកជួយមួយសន្ទុះក្រោយមកម្ដាយរបស់សម្បូរនិងអ្នកភូមិប៉ុន្មាននាក់រត់មកដល់ទាំងបែកញើសប៉ុនក្រពោតខ្លះកាន់ដំបងខ្លះកាន់ថ្នាំសង្កូវទឹកមកភ័យតក់ស្លុតជាខ្លាំងម្ដាយរបស់សម្បូររត់មកដល់លុតជង្គង់ក្បែរសម្បូរទាំងញ័រដៃញ័រជើងសម្បូរកូនឯងត្រូវពោះចឹកត្រង់ណាកូនកុំភ័យអីកូនម៉ែបានហៅគេមកជួយហើយសម្បូរក៏ក្រោកឈរឡើងរួចទះដៃស្អើចក្អាក់ក្អាយខ្ញុំបោកបានសម្រេចទៀតហើយគ្មានពោះឯណាទេខ្ញុំគ្រាន់តែដួលលេងសោះម៉ែឯងនិងពូមីងនាំគ្នាភ័យចង់ទាំងបេះដូងទៅហើយមកអ្នកទាំងអស់គ្នាគួរឲ្យចង់សើចមែនទែនសម្បូរកូនលេងសើចជ្រុលពេកហើយកូនត្រូវចាំណាពាក្យកុហករបស់កូនម្ដងនេះបានកាច់ផ្ដាច់ខ្សែចំណងនៃក្តីទុកចិត្តហើយពេលនេះអ្នកភូមិនិងម៉ែអស់ជំនឿលើកូនហើយថ្ងៃមុខបើកូនជួបគ្រោះថ្នាក់មែនទែននឹងគ្មានអ្នកណាគេជឿកូនទេហើយរត់មកតាមជួយកូនទៀតដែរសម្បោពេបមាត់ធ្វើមុខក្រញ៉េបន្តិចមិនសូវខ្វល់ពីរឿងដែលម្ដាយនិយាយដែលធ្វើកាយវិការយកជើងទាត់ដីលេងអ្នកភូមិក្រវិក្បាលដោយការធុញទ្រាន់ហើយនាំគ្នាដើរចេញទៅវិញទាំងរអ៊ូរទាំក្នុងចិត្តថ្ងៃមួយសម្បោដើរលេងក្នុងរបងផ្ទះស្រាប់តែគេបានឃើញចៅពីរនាក់មុខកាយកំពុងតែលួចពពែរបស់គ្រួសារខ្លួនសម្បោភ័យតក់ស្លុតជាខ្លាំងគេប្រញាប់ងាកក្រោយរួចរត់ប្រផាន់ប្រផាយជួយផងពូមីងមានចៅកំពុងតែលួចពពែរបស់គ្រួសារខ្ញុំហើយឆាប់សម្ដែងទៅសម្បូរអើយឯងទៅលេងកន្លែងផ្សេងទៅកាលមុនក្រពើស៊ីគោស៊ីពពែម្សិលមិញពោះចឹកទៀតកុំមកប្រាល្បិចដដែលពួកយើងមិនចាញ់បោកឯងទេ
និយាយជាការពិតមែនណាពូខ្ញុំស្បាត់លើកនេះខ្ញុំមិនបានកុហកទេជួយខ្ញុំផងពូបើមិនអញ្ចឹងទេចោលពិតជាលួចប៉ប៉ាយអស់ពីផ្ទះខ្ញុំឥឡូវហើយឯនេះកុហកមិនចេះហត់សោះណាក្មេងទេចេះតែយកការភ័យខ្លាចអ្នកដទៃមកលេងសើចតោះពួកយើងទៅធ្វើការវិញកុំខ្វល់ពីរឿងក្មេងៗដែលចូលចិត្តកុហកសប្បាយលេងសើចអីចោលលួចក៏អស់ហើយហេតុអីក៏គ្មានអ្នកណាជឿខ្ញុំសោះអញ្ចឹងខ្ញុំនិយាយការពិតទៅម៉ែឲ្យកូនសំទោសតាមពិតកូនឃើញចោលវាលួចប៉ប៉ាយរបស់យើងតែពេលនោះកូនរត់ទៅហៅអ្នកភូមិគ្មានអ្នកណាគេព្រមមកជួយទេគ្មានអ្នកណាជឿពាក្យកូននិយាយសោះម៉ែមកពីកូនធ្លាប់និយាយកុហកគ្រប់គ្នាតែពេលនេះនិយាយការពិតគ្មានអ្នកណាជឿសោះមិនអីទេកូននេះគឺជាមេរៀនដ៏ធំបំផុតក្នុងជីវិតរបស់កូនណាកូនឃើញទេទ្រព្យសម្បត្តិគោក្របីពប៉ាទោះបាត់បង់ទៅក៏ថ្ងៃមុខយើងអាចខំខំប្រឹងរកទិញបានមកវិញប៉ុន្តែទំនុកចិត្តនឹងការជឿជាក់ពីអ្នកដទៃបើកូនបំផ្លាញវាដោយសារតែការកុហកហើយទោះបីជាកូនព្យាយាមពន្យល់ឬខ្ញុំស្រែកប្រាប់ការពិតដល់ពួកគេដល់បែកបំពង់ក៏ពិបាកនឹងសាងវាឡើងវិញដែរអ្នកចូលចិត្តកុហករង្វាន់ដែលពួកគេទទួលបានគឺគ្មានអ្នកណាជឿជាក់ឡើយសូម្បីតែពេលគេនិយាយការពិតក៏ដោយម៉ែកូនដឹងខុសហើយកូនសន្យាថាចាប់ពីថ្ងៃនេះតទៅទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយកូនឈប់លេងសើចទៀតហើយឈប់កុហកទៀតកូននឹងធ្វើជាក្មេងល្អនិងស្មោះត្រង់ចារឿងនិទាននាងខ្ញុំបានឈានមកដល់ទីបញ្ចប់ហើយអរគុណពុកម៉ែបងប្អូនដែលបានតាមដានស្ដាប់រឿងនិទានរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់សូមអរគុណ